This is the stairway to Sobanban Villa. The flower is along the way you go up to your room. You know, everything is fresh, so relaxed. I love the nature. That's why I put a lot of trees and plants for our guests to enjoy it. See, up to your stair to the room. Okay, look at the view here. Oh, the mountain, the tree, this kakangau produce some flower already. Wow, so fresh, a lot of air. Is that incredible? Look, so fresh, so fresh. So fresh. See, magnolia flower, a lot of flower, big, and smell good. A lot of aroma. Smell aroma. Smell good aroma. ដំណាក់សុបិនបានចានេះគឺជាដំណាក់សុបិនបានបងប្អូនមើលចុះទេសភាពមើលចេញពីក្នុងបន្ទប់ពីមាត់ប្អួយមួយគឺថាឃើញទេសភាពតែម្ដងឃើញចាមើលខ្ញុំឈរនេះក៏វា reflect ចូលមកបន្ទប់យើងដែរបងប្អូននេះឃើញគេរូបខ្ញុំនៅក្រោយ reflect ហ្មងបងប្អូនប្អួយបងប្អូនមើលឃើញធម្មជាតិហ្នឹងហ្មងចានេះឃើញទេចាអេមបងប្អូនហើយដូចឋានសួគ៌គឺថា fresh ណាបងប្អូនជើញមកកក់ស្នាក់នៅទីនេះកំខានតែ15នាទីពីក្រុងកពតបងប្អូនតាក់ទងលេខទូរស័ព្ទ012 497 2228ចាគឺថារីករាយស្រស់ស្រាយធ្វើឲ្យបងប្អូនមានសេរីសួស្តីសុភមង្គល relax recharge គេថាសាកថ្មជីវិតចាឥឡូវមកយើងចូលមើលបន្ទប់មួយនេះសូម្បីតែទ្វារណាបើកក៏លើកទឹកចិត្តដែរបងប្អូនឃើញទេចាសัตว์ចាឥឡូវចូលបន្ទប់មួយចាស្អាតទេបងប្អូនចាទេសភាពឃើញពេញទាំងអស់បងប្អូននេះមកតាមប្អួយបងប្អូនឃើញទេសភាពពីក្រែទៅហ្មងណាបងប្អូនចាឃើញទេសភាពពីក្រែទៅហ្មងបងប្អូនឃើញទេទេសភាពហ្នឹងបងប្អូនដូចគេលើក្រែមើលឃើញទេសភាពតែម្ដងចាគឺថាស្រស់ស្រាយរីករាយស្រស់ស្រាយចាហ្នឹងហើយបងប្អូនឃើញទេទេសភាពឆ្លោះតាមប្អួយតាមទ្វារគេលើក្រែឃើញភ្នំឃើញព្រៃព្រឹក្សាខៀវស្រងាត់ណាចាហើយយើងមើលតាមប្អួយយើងមួយទៀតក៏ឃើញភ្នំនោះភ្នំខៀវស្រងាត់ណានោះភ្នំចាហ្នឹងអូខេបងប្អូនឃើញតាមប្អួយបងប្អូនចានោះមើលទេសភាពនោះមើលខ្យល់លហៀកបក់ស្លឹកឈើលហើយនៅពីមុខក៏មានដើមកង្កោកចេញផ្កាបដើបងប្អូនហើយនេះបន្ទប់ទឹកណាបងប្អូនណានេះបន្ទប់ទឹកយើងនេះមកកន្លែងបើកបន្ទប់ទឹកឯងចាក៏ពិសេសណាស់ដែរបងប្អូនចាគំនិតលោកប្តីខ្ញុំណាចានៅលោកប្តីខ្ញុំយើងបើកនេះហ្នឹងមានទឹកក្តៅទឹកត្រជាក់បងប្អូនចានេះកសែងពិសេសកសែងចាបើកភ្លើងសិននេះស្អាតទេស្អាតណាស់បងប្អូនអូយខៀវគ្រប់ជ្រុងបងប្អូនចានេះកសែងពិសេសនេះអេណា unique បងប្អូនចា unique គឺថា day ឬ mode ឬ my unique ចាហើយនេះយើងអាចងូតទឹកពីងណាបែប romantic ក៏បានបងប្អូនណាមកត្រឡោកជើងក៏មានរូបអប្សរាដែរចាមានទឹកក្តៅទឹកត្រជាក់អូខេចាវាំងណូនចានេះមើលតាមប្អួយងូតទឹកនេះក៏ឃើញទេសភាពដែរបងប្អូនអើយខៀវខ្ចីតែម្ដងនេះប្អួយងូតទឹកចាវាំងណូនយើង unique ចាប្រឹងធ្វើដោយចិត្តស្រឡាញ់ចា
lại cái chợ chứ đâu một đóបងប្អូនឃើញខ្ញុំក្នុងកញ្ចក់នេះតតនេះអង្គុយបងប្អូនអង្គុយក៏ឃើញទេសភាពដែរនេះបងប្អូនឃើញនេះនេះប្រគុណយើងចាហើយបងប្អូនអង្គុយកន្លែងហ្នឹងនេះឃើញអូឃើញទេសភាពផ្លែតបែកទៀតបងប្អូនណានេះអង្គុយហ្នឹងក៏ឃើញទេសភាពចឹងដែរនេះឡើយយើងចេញទៅក្រៅវិញចាអានេះម៉ូដមួយនៃបន្ទប់មួយនៅសុបិនបានបងប្អូនចាយើងមានម៉ូដផ្សេងគ្នាបន្ទប់យើងចាទេសភាពមកអេមនៅលើក្រែបងប្អូនគេងឃើញក្រែនេះ2.4 ម៉ែត្រណាបងប្អូនធំណាចាធំមែនតើបងប្អូនមិញម៉ាឡេស៊ីស្ត្រីម៉ាឡេស៊ីគាត់មកថាក្រែធំលេះចាណោះប្អូននេះក៏ឃើញណាឃើញទេសភាពចានេះគឺជាបន្ទប់មួយនៃដំណាក់សុបិនបានយើងមាន3ដំណាក់លោកម្ចាស់ដំណាក់ចែចង់ហើយដំណាក់សុបិនបានចាទេសភាពគឺថាមកស្អាតបងប្អូនអើយជើញកក់012 497 228ចានៅជាប់ជើងភ្នំកំចាយក្បែរទឹកឈូប្រហែល 4-5 នាទីពីយើងនេះបងប្អូនមើលពីនេះទៅនោះខាងនោះគឺកន្លែងជិះខ្សែរ៉តបងប្អូននោះចាយើងទៅប្រហែលជា 5-6 នាទីដល់កន្លែងជិះខ្សែរ៉តហើយទឹកឈូដល់ទឹកឈូឡើយជិះខ្សែរ៉តកាត់ទឹកឈូបងប្អូនចាអូមកអេមណាទេសភាពអើយរងបានទេលោកលោកនេះគឺដំណាក់សុបិនបាននៃរីសតសុបិនបានចាតរេនកំពុងផ្លែចឹងកុំភ្លេចកក់012 497 228ទេសភាពស្រស់ស្អាតណាស់អើយអូបងប្អូនអើយកុំភ្លេចស្លាកសាក់ថ្មជីវិតមើលខ្ញុំថតពីក្រៅនេះក៏ចាំងផ្លាតនៅក្នុងបន្ទប់បងប្អូនហ្នឹងឃើញទេចាហើយមើលទេសភាពពីចាំងផ្លាតពីក្រៅទៅក៏ឃើញព្រៃភ្នំពីនេះដែរឃើញទេបងប្អូនចាស្អាតណាស់ចាអូខេឥឡូវយើងចុះទៅវិញចុះតាមកម្មចន្ទើទៅវិញបងប្អូនណាកម្មចន្ទើក៏មានបុផារីករហូតចារីកទាំងអស់ចាពិសេសណាអូខេបុផាត្រូវមើលទឹកសន្សើមរីកស្រស់ស្គូស្គៀយអស់ចាបូផារីកស្រស់ត្រូវទឹកសន្សើមស្រស់អើយអស់ចាឲ្យខ្ញុំរីករាយក្នុងដួងចិនដាស្រស់អស្ចារ្យនៅដំណាក់សូបានតាមកម្មចន្ទើបងប្អូនក៏មាននេះឥឡូវនេះយើងមកចុះមកគឺចក្រានបាយយើងនេះធំប៉ុណ្ណាណៃបងប្អូនអើយណាជួបជុំជាគ្រួសារ10-20នាក់អត់ចង្អៀតទេចាគឺថាមកគ្រប់សម្ភារៈប្រើប្រាស់ចានឆ្នាំងមានតាំងពីអូវិន microwave ណាឲ្យយើងនេះចានេះគឺផ្ទះបាយ outdoor ដែលមើលឃើញទេសភាពព័ទ្ធជុំវិញព្រៃភ្នំចាគឺថាលេខ1បងប្អូនណាចាមើលផ្ទះបាយយើងចាលេខ1សិតតែផ្កាទៅតាណាក៏ផ្កាដែរបងប្អូនអើយចេញមកមានសួនឯកជនភាពរបស់យើងទៀតណា enjoy ដំណាក់មួយមានភាពឯកជនភាពរបស់ខ្លួនចាដាច់គ្រួសារជួបជុំគ្នាគឺថាអត់មាននេះទេអត់មានលោកឡំគ្នាគឺដាច់គ្នាហ្មងចាមានលក្ខណៈឯកជនភាពផ្សេងគ្នាស្អាតទេបងប្អូនសួនច្បារឯកជននៅផ្ទះបាយដំណាក់សុវណ្ណបាន